យើងបន្តមើលលំហាត់នៅក្នុងសភៅ3ប៉ុន្តែលំហាត់នេះនៅទំព័រទី23លំហាត់លេខ1ដល់លំហាត់លេខ5អញ្ចឹងមុនយើង check ជាមួយគ្នា check ចម្លើយជាមួយគ្នាចង់ឲ្យអ្នកទាំងអស់គ្នាដែលកំពុងមើលវីដេអូហ្នឹងជួយរើសចម្លើយមួយមើលថាចម្លើយណាដែលត្រឹមត្រូវហើយមូលហេតុអីបានយើងសម្រេចតែយកចម្លើយហ្នឹងហើយទាំងអស់គ្នាដែលចង់បានសភៅនេះយកទៅរៀនធ្វើខ្លួនឯងឬក៏យកទៅបរៀនសិស្សក៏ល្អដែរមិនចាំបាច់ design លំហាត់ឬក៏ self ជាលំហាត់ទេយកលំហាត់នេះទៅបរៀនមកមាន3000លំហាត់គឺមិនជាណាក៏មានដែរនៅក្នុងនេះបើចំពោះសភៅពុកហាត់វៃអីគឺមានលំហាត់នឹងទាំងអស់ហ្នឹងហើយយើងគ្រាន់តែអង្គុយ scan ថាលំហាត់ណាដែលត្រូវជាមួយនឹងមេរៀនដែលយើងកំពុងបរៀនសិស្សហ្នឹងគឺត្រូវហ្មងស្រួលឬក៏យកសភៅហ្នឹងទៅបរៀនសិស្សទាំងដុលហ្មងក៏បានដែរប៉ះលំហាត់ណាបរៀនលំហាត់ហ្នឹងហ្មងបាទហើយសិស្សចូលចិត្តតែខ្ញុំបរៀនសិស្សរាល់ថ្ងៃដែរសភៅហ្នឹងសភៅនេះខ្ញុំមានលក់តម្លៃវាតែ20000ទេអាចឆានមកបានអូខេតោះអញ្ចឹងយើងមើលលំហាត់ទាំងអស់គ្នាលំហាត់លេខ1លំហាត់នេះយើងមើលគេដាក់ next month something something next month we something something married for 25 years ចឹងលំហាត់នេះគឺយើងឃើញប្រធានរបស់គេគឺមាន signal word ដល់2គឺ next month គឺជា time expression មួយគឺបញ្ជាក់ថាសកម្មភាពនឹងកើតឡើងនៅអនាគតបាទគឺខែក្រោយអញ្ចឹងវាជា signal របស់ future ហើយ signal មួយទៀតគឺ for ខាងក្រោយ for ជា duration បែបហ្នឹងគឺជា signal របស់ perfect អញ្ចឹងលំហាត់នេះ future ផង perfect ផងអញ្ចឹងយើងមើលប្រធានយើងមើលចម្លើយរបស់គេប្រធានរបស់គេគឺមាន signal បញ្ជាក់អីអ្នកដែលធ្វើលំហាត់លឿនណាពេលច្រើនគឺគេពឹងទៅលើ signal នឹងដែរទាំងអស់គ្នាហេតុតែបាននិយាយធ្វើលំហាត់លឿនហើយយើងមិនច្បាច់វិភាគច្រើនលំហាត់ខ្លះណាគឺវាចេញដល់កន្លែងដែលយើងវិភាគហ្នឹងឯងចឹងជួនកាលយើងរៀនបានច្រើនយើងវិភាគទៅវាអាចលើសដែរទីថាដូចលំហាត់នេះចឹងវាចេញមកយើងមើលនៅក្នុងនេះវាមានទម្រង់will have will be have will be ជាអត់មានទម្រង់ទេហ្នឹងហើយfuture ហើយនេះគឺ have ក្រោយ have គឺมันអាចជា be ចឹងឯងទាំងអស់គ្នាអាចក្រោយ have អាចក្រោយ have មានដូចជាពួក have to ជាទម្រង់របស់វាមកហើយមួយទៀតក្រោយ have បើសិនជា have ជា main verb ក្រោយវាជា object អញ្ចឹងហើយបើសិនជាក្រោយ have ជា verb free អាហ្នឹងគឺ perfect អញ្ចឹងអានេះអត់មានទាំងអស់អញ្ចឹងអានេះមិនទម្រង់ទេចម្លើយ B ទម្រង់របស់គេគឺ will future have book been គឺ verb free បាទអញ្ចឹងអាហ្នឹងគឺfuture perfect អីបាទវាត្រូវជាមួយ signal របស់យើងអញ្ចឹងយើងគិតថាចម្លើយ B នេះជាចម្លើយអីហើយចម្លើយ C គឺ future simple ធម្មតា married កន្លែងនេះគឺជា adjective អញ្ចឹងកន្លែងហ្នឹងគឺយើងអត់យកចម្លើយ C បានទេហើយចម្លើយ D គឺទម្រង់ perfect ធម្មតាអញ្ចឹងយើងក៏អត់យកដែរដោយសារតែ signal របស់វាគឺជា future perfect បើវាមិនជា present perfect ហើយខ្ញុំមានសភៅចងក្រងមួយក្បាលដែរទាក់ទងជាមួយនឹងការប្រើប្រាស់ usage របស់កាលទាំង12ហើយមានទាំង passive ហើយមានលំហាត់របស់វាទាំងអស់ក្នុងហ្នឹងមានអត្រាចំណាយដែរតែខ្ញុំអត់តដាក់តម្លៃដោយសារតែខ្ញុំទិញចងក្រងហើយសភៅនេះខ្ញុំ update លើកមុនខ្ញុំលក់តម្លៃវា20000សភៅហ្នឹងតែឥឡូវខ្ញុំ update មកក្រោយនេះខ្ញុំកាត់កន្លែងខ្លះចោលហើយពីមុនខ្ញុំសរសេរជា slide តែឥឡូវខ្ញុំចងក្រងជាសភៅអញ្ចឹងវាពង្រួម font មកបានខ្លីជាងមុនអញ្ចឹងខ្ញុំកំពុងតែឲ្យរងពុំគេធ្វើឲ្យជាមួយតម្លៃគេដាក់មកមិនចាំខ្ញុំ update ព័ត៌មាននឹងបន្ថែមអញ្ចឹងយើងមិនចាំបាច់សិក្សាទៅលើសកម្មភាពរបស់ future perfect ក៏យើងអាចធ្វើលំហាត់នឹងបានដែរបើយើងនិយាយពី future perfect គឺជាសកម្មភាពមួយដែលនឹងត្រូវបានបញ្ចប់មុនពេលវេលាណាមួយនៅអនាគតបាទអញ្ចឹងកន្លែងនេះយើងមិនចាំបាច់រៀនដល់សកម្មភាព future perfect ក៏ធ្វើបានដែរយើងចេះតែទម្រង់ future perfect មួយហើយយើងចេះ signal word នៅក្នុងសភៅចងក្រងរបស់ខ្ញុំក៏ខ្ញុំបានបន្ថែមទៅជាមួយ signal word នឹងដែរគ្រប់ការទាំងអស់គឺមាន signal word អូខេអញ្ចឹងយើងមើលលំហាត់លេខ2គេថា she was nervous because she something before លំហាត់នេះដូចគ្នាដែរគេចង់តែយើងទៅមួយកាលដោយសារតែចម្លើយរបស់គេគឺមានការខុសគ្នាគឺមាន present past អញ្ចឹងយើងមកប្រធានរបស់យើងគឺជាអតីតកាលកន្លែងណាយើងបញ្ជាក់ថាអតីតកាលគឺ was កន្លែងនេះគឺយើងពេលដែលយើងជួបលំហាត់ណាដែលមានចម្លើយការខុសគ្នាពេលច្រើនគឺគេចង់តែកាលហើយអញ្ចឹងយើងមើលប្រធានមកបើសិនប្រធានអតីតកាលចម្លើយ present ខុសហើយឬក៏ចម្លើយដែលខុសកាលមួយប្រធានគឺខុសហើយអញ្ចឹងចម្លើយ A នេះខុសហើយចម្លើយ B ក៏ខុសដែរអញ្ចឹងសល់ចម្លើយ C និងចម្លើយ D ដូចខ្ញុំថាអញ្ចឹង had គឺជាអតីតកាលអញ្ចឹងក្រោយវាគឺ verb free នេះជាទម្រង់ perfect ហើយ had ជាអតីតកាលគេហៅ past perfect ហើយអញ្ចឹងអានេះមិនមែន verb ដើមចេះទេអញ្ចឹងវាខុសហើយចម្លើយ D នេះអញ្ចឹងយើងគ្រាន់តែចេះតែប៉ុណ្្នឹងក៏ធ្វើលំហាត់នឹងបានដែរហើយបើយើងនិយាយពីសកម្មភាពរបស់ past perfect គឺជាសកម្មភាពដែលចប់មុនសកម្មភាពមួយទៀតនៅតែកាលតែកន្លែងនេះគឺនៅក្នុង usage របស់ cause and effect មានថាហេតុអីបានជាគាត់ nervous ដោយសារតែគាត់អត់ដែលធ្វើការងារនៅពីមុនហើយអញ្ចឹងអាហ្នឹងគេហៅថា cause and effect នៅក្នុង past perfect បើមានសកម្មភាពមួយដែរហើយ signal របស់វានេះ because ឬក៏ so ហ្នឹងគឺបញ្ជាក់ទៅទៅមួយ cause and effect ហើយមូលហេតុអីបានជាមានសកម្មភាពនេះកើតឡើងហើយ she was tired អញ្ចឹងណាបាទអាហ្នឹងវាមាន past perfect ផងវាមាន past perfect continuous ផងបាទបើ past perfect continuous វាផ្ដោតលើ duration ខាងក្រោយនេះបន្ថែមទៀតអាហ្នឹងនៅក្នុងសភៅការទាំង12របស់ខ្ញុំគឺខ្ញុំចងក្រងទាំងអស់នៅក្នុងហ្នឹងបាទចងក្រងតាមរយៈការស្រាវជ្រាវបន្ថែមតាមរយៈបទពិសោធន៍ដែលខ្ញុំរៀនសិស្សតាមរយៈលំហាត់គឺខ្ញុំកំបាញ់ជួបគ្នាទាំងអស់លំហាត់លេខ3គេថា the large mansion was very quiet everyone something too bad
លំហាត់នេះដូចគ្នាដែរដូចលំហាត់ទី2ដែរយើងមើលមើលនេះចម្លើយរបស់គេគឺ present នេះទំនង be going to be going to សម្រាប់គេ some go គឺគេអត់ប្រើ be going to ហើយបូក go ហ្នឹងទាំងអស់គ្នាកន្លែងហ្នឹងត្រូវចាំពីមុនគេប្រើសេរីចាស់គេប្រើតែឥឡូវគេជប់ហើយគឺយើងនិយាយថា be ហើយ going ហ្មងគេ going to យើងអត់ចាំបាច់ដាក់ verb មកទៀតទេអត់និយាយថា is going to go បាទអត់និយាយចឹងទេនេះដូចគ្នាដែរនេះគឺ past perfect បាទ gone គឺ verb 3របស់ go បាទverb គឺមាន5គឺយើងត្រូវដឹងថា verb ហ្នឹង verb ពីគេនេះ verb ពីគេ verb 0 verb base form ហ្នឹង verb present verb past verb past participle verb present participle ចឹង verb ទាំងអស់ហ្នឹងគាត់តែកលេចមកគឺដឹងថា verb អីហើយចឹងអាហ្នឹងយើងដឹងថាវាជា verb free បាទចឹង have verb free គឺ perfect ហើយ had របស់យើងនេះអតីតកាលគឺ past perfect អានេះទំនង be going to ដែរតែគាត់វាអតីតកាលបាទចឹងចម្លើយរបស់គេគឺចម្លើយ C កន្លែងហ្នឹងដូចគ្នាដែរ past perfect មូលហេតុនេះបានជាស្ងាត់ដោយសារតែគ្រប់គ្នាតកេងអស់បាទហ្នឹងគឺនៅក្នុង past perfect មានសកម្មភាពមួយហើយយើងមើលលំហាត់លេខ4គឺថា that mountain is something on which you live លំហាត់នេះតកតងជាមួយនឹង adjective clause អត់ពិបាកមើលទាំងអស់គ្នាឃើញពពួក relative pronoun ដូច who whose what អត់មានទេអត់មាននៅក្នុងទម្រង់ចម្លើយ relative pronoun ហ្នឹងមាន that មាន which ហើយមាន the one មាន those បាទមានមានពួកwhere អីហ្នឹងគឺជា adjective clause ហើយមួយទៀតយើងអានប្រធានមកយើងដល់កន្លែងដែលគេសួរនេះយើងបកថាដែលភ្នំហ្នឹងគឺជាភ្នំដែលពួកយើងរស់នៅបាទនៅលើអញ្ចឹងកន្លែងនេះយើងអាចនិយាយចេញមួយទៀតក៏បានដែរthe one that we live on អញ្ចឹងបើសិនយើងដាក់ on នេះគឺយើងអត់ដាក់ on which អញ្ចឹងមកទៀតទេអូខេអញ្ចឹងកន្លែងនេះអាចជំនួស that បានក្នុងករណីហ្នឹងគឺបានដូចគ្នាអញ្ចឹងហេតុអីបានជាយើងប្រើ on ជា preposition នៅពីមុខ which ដោយសារតែ which កន្លែងហ្នឹងគឺជា mountain ជា object អញ្ចឹង on mountain on that mountain ហ្នឹងហើយអញ្ចឹងចម្លើយរបស់គេគឺ the one យើងមើលតែពីមុខមួយពីក្រោយមួយពីមុខវាអញ្ចឹងដោយសារតែកន្លែងនេះមានជា noun អញ្ចឹងមានថានេះកន្លែងដែលគេសួរហ្នឹងគឺជាកន្លែងដែលជំនួសដោយ the one ហ្នឹងហើយ the one នេះគឺអត់ថាអីទេក្នុងករណីនេះដោយសារតែ mountain របស់យើងនេះ singular កន្លែងហ្នឹងមាន adjective clause ខ្ញុំបញ្ជាក់ច្បាស់ដែរខ្ញុំមានសភៅមួយក្បាលទៀតតទៅជាមួយនឹងកម្រងសភៅដែលខ្ញុំបរៀនសិស្សមានដូចជាថ្នាក់ពាក្យការលេខ12 passive clause បាទអញ្ចឹងទៅក្នុង clause ហ្នឹងគឺ adjective clause គេហៅថា relative clause ហ្នឹង noun clause adverb clause គឺមានទាំងអស់ហើយមានការបញ្យល់ទាំងអស់នៅក្នុងដែរអញ្ចឹងសភៅហ្នឹងតម្លៃវាតែ 25,000 ទេគឺមានទាំងភាសាបាត់ដុកធៀមបាទមានភាសាចាស់ៗហើយនិងភាសាធៀមហើយមានតារាកំណែទាំងអស់សភៅហ្នឹងដូចជាខ្ញុំធ្វើជា slide ហើយដូចជាចូល500 slide ទាំងអស់គ្នាខ្ញុំបរៀនសិស្សតាំងពី2016មកហើយចងក្រងបដាបរៀនសិស្សបដាបរៀនសិស្សហើយក៏ខ្ញុំទុកវាធ្វើជាសភៅហ្មងបាទទាំងអស់គ្នាចង់បានយកទៅបរៀនសិស្សគឺល្អហើយសិស្សដែលកំពុងតែរៀនគឺអាចយកទៅជាឯកសារជំនួយបានបាទលំហាត់លេខ5គឺសូមលេខលំហាត់នេះគេចង់តេស្តយើងទៅជាមួយនឹងការប្រើប្រាស់ adjective modify noun អញ្ចឹង adjective របស់យើងគឺ plastic ឡើងនេះគឺដើរតួជា adjective modify noun table គឺមានថាតបចូលអញ្ចឹងលំហាត់ទី5ហ្នឹងដូចជាអត់មានអីទេគេអត់និយាយថា table of plastic ទេបើសិនជា out អញ្ចឹង plastic ឡើងនេះដើរតួជា noun ហើយបាទតបនៃចូលគេអត់និយាយចឹងទេគឺ plastic table វា modify noun អញ្ចឹងនេះគឺជា adjective បាទចឹងលំហាត់នេះគឺមានតែប៉ុណ្្នឹងឯងវីដេអូក្រោយយើងនឹងនិយាយពីលំហាត់លេខ6ដល់លំហាត់លេខ10បាទអូខេហ្នឹងហើយចឹងអរគុណសម្រាប់ការមើលវីដេអូនេះបាទហើយបើសិនជាចង់អាចវីដេអូនេះបន្ថែមឬក៏ចង់រៀនបែបហ្នឹងអាច follow TikTok របស់ខ្ញុំដើម្បីទទួលបានវីដេអូនឹងកាន់តែច្រើនបាទអរគុណ